សូមស្វាគមន៍មកកាន់ The Breaking Coin អ្នកនាំពាក្យកងទ័ពជើងទឹកថៃបញ្ជាក់ថាកងម៉ារីននៅត្រាប់ពិតជាត្រូវបានវាយប្រហារប្រភពពីថៃ Daily News ថ្ងៃទី15ខែធ្នូឆ្នាំ2025នៅថ្ងៃទី14ខែធ្នូឧត្តមនាវីឯកបារាជរតនាឆៃយ៉ាផានអ្នកនាំពាក្យកងទ័ពជើងទឹកភូមិន្ទថៃបានថ្លែងថាទាក់ទងនឹងព័ត៌មានដែលផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គមអំពីការវាយប្រហារលើទីស្នាក់ការកណ្ដាលនៃកងកម្លាំងពិសេសកងម៉ារីននៅត្រាត់សាធារណជនគួរតែត្រូវបានជូនដំណឹងថាហេតុការណ៍នេះជាការពិតវាគឺជាសកម្មភាពរបស់កងកម្លាំងប្រឆាំងដែលបានជ្រៀតចូលទៅក្នុងតំបន់ខេត្តត្រាត់ហើយបានព្យាយាមបំផ្លាញទីតាំងយោធានិងរដ្ឋាភិបាលសំខាន់ៗដើម្បីបង្កើតភាពចលាចលនៅតំបន់ព្រំដែនឧត្តមនាវីឯកបារាជបានបន្ថែមថាបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរីនិងត្រាតបានអនុវត្តវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងនិងហ្មត់ចត់ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃឧបទ្ទហេតុបែបនេះវិធានការទាំងនេះរួមមានការដាក់បម្រាមគោចរនៅតំបន់មួយចំនួនការបង្កើតចំណុចត្រួតពិនិត្យនិងប៉ុស្តិ៍សន្តិសុខនៅទីតាំងសំខាន់ៗនិងការបង្កើនសន្តិសុខនៅមូលដ្ឋានយោធានិងតំបន់ជុំវិញលោកឧត្តមនាវីឯកបារាជបានបញ្ជាក់បន្ថែមទៀតថាកងទ័ពជើងទឹកភូមិន្ទថៃបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងសន្តិសុខហើយបុគ្គលិកទាំងអស់កំពុងបំពេញការតបតាក់កិច្ចរបស់ពួកគេដោយកម្លាំងការប្រុងប្រយ័ត្ននិងផ្ដល់អាទិភាពដល់សុវត្ថិភាពសាធារណៈលោកបានស្នើសុំកិច្ចសហប្រតិបត្តិការពីសាធារណជនក្នុងការតាមដានព័ត៌មានពីប្រភពផ្លូវការនិងជៀសវាងការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ